សូមជម្រាបសួរបងទាំងអស់គ្នាការបង្កកសាច់ទុកសម្រាប់ធ្វើម្ហូបទារកឲ្យបានត្រឹមត្រូវគឺមានសារៈសំខាន់ណាស់ក្នុងការថែរក្សាអនាម័យរបស់សាច់ហើយនិងគុណភាពរបស់សាច់ថ្ងៃនេះនាងខ្ញុំសូមបង្ហាញជូនពីការបង្កកសាច់ជ្រូកចិញ្ច្រាំទុកសម្រាប់ធ្វើម្ហូបរបស់ទារកនៅពេលក្រោយហើយសាច់ជ្រូកចិញ្ច្រាំនេះផងដែរគឺអូនអាយុ9ទៅ11ខែគឺអាចហូបបានហើយគឺយើងព្យាយាមរើសសាច់ដែលអត់សូវមានជាតិខ្លាញ់ហើយយកមកកិនឲ្យម៉ត់ភ្លាមបន្ទាប់ពីយើងទិញមកពីផ្សារចាស់បន្ទាប់ពីកិនម៉ត់ហើយគឺយើងដាក់នៅក្នុងថង់ Ziploc សម្រាប់កឹបមួយហើយយើងចាប់ដើមកឹបដោយចំហបន្តិចរួចយើងព្យាយាមច្របាច់ខ្យល់ចេញឲ្យអស់ពីក្នុងថង់យើងព្យាយាមច្របាច់ខ្យល់ចេញឲ្យអស់ពីក្នុងថង់ដើម្បីជៀសវាងកុំឲ្យសាច់ប៉ះទៅនឹងខ្យល់ធ្វើឲ្យសាច់នេះហួតជាតិទឹកឬក៏ខ្សោះជាតិទឹកនៅក្នុងទូកកចានៅពេលដែលសាច់នេះប៉ះជាខ្យល់ច្រើនខ្សោះជាតិទឹកគុណភាពរបស់សាច់ក៏ធ្លាក់ចុះទៅតាមនោះដែរដូច្នេះហើយយើងច្របាច់ខ្យល់ចេញឲ្យអស់ហើយព្យាយាមសង្កត់ឲ្យសំប៉ែតចាបន្ទាប់ពីសង្កត់សំប៉ែតហើយគឺយើងយកចង្កឹះមួយមកខាន់ជាដុំតូចៗដើម្បីឲ្យងាយស្រួលក្នុងការយកចេញម្ដងមួយដុំមកធ្វើម្ហូបសម្រាប់មួយពេលចាសាច់ដែលយើងខ្ចប់សំប៉ែតហើយដុំតូចបែបនេះគឺឆាប់កកណាស់នៅក្នុងទូកកហើយសាច់ដែលឆាប់កកគឺនៅស្រស់ល្អជាងសាច់ដែលដុំក្រាស់ហើយនៅចាំយូរនៅក្នុងទូកកដើម្បីកករហូតទៅដល់ផ្នែកកណ្ដាលនៃសាច់ដូច្នេះហើយគឺយើងធ្វើឲ្យសំប៉ែតស្ដើងនិងដុំតូចចាបន្ទាប់ពីយើងខ្ចប់សាច់នេះជាដុំតូចហើយសំប៉ែតបែបនេះហើយគឺយើងដាក់នៅលើថាសដែកដើម្បីពន្លឿនការកកនេះឲ្យកាន់តែលឿនជាងនេះទៅទៀតដើម្បីឲ្យសាច់នេះនៅស្រស់ល្អចាចុងក្រោយគឺយើងយកសាច់ដែលដាក់នៅលើថាសដែកនេះដាក់ចូលទូបង្កកហើយសាច់ដែលកកហើយគឺមានលក្ខណៈបែបនេះដល់ពេលធ្វើម្ហូបគឺយើងយកចេញមកកាច់ម្ដុំសម្រាប់មួយពេលហើយយើងយកទៅច្នៃធ្វើម្ហូបទៅតាមការច្នៃរបស់អ្នកម្ដាយម្នាក់សូមអរគុណដែលបានតាមដានទស្សនាវីដេអូនេះរហូតដល់ចប់សូមជម្រាបលា